ខ្ញុំឃើញវាច្រើនអមចាស់ចាស់ទៅនៅពេលដែលយើងមើលរឿងប្រភេទ anime ក៏តែគិតថាអានេះបណ្ណាណៃមើលតុក្កតាដូចគុណក្មេងប៉ុន្តែក៏អត់ទាន់ដឹងថាសាច់រឿង anime ហ្នឹងគឺចង់ស៊ីជម្រៅជាងសាច់រឿងពិតសាច់រឿងប្រភេទ anime វាមានបែបជាសងព្រេងស្នេហាឬគ្រួសារអីវាមានតែគាត់តែគិតថាអ្នកមើល anime ហ្នឹងសិតតែគុណក្មេងទាំងអស់ប៉ុន្តែក៏អត់ទាន់ដឹងចរិតពិតអ្នកមើល anime ឬគាត់វាច្រើនអត់សូវចេះមកកនិយាយច្រើនអីទេឬគាត់ introvert ហើយក៏បកកែ in ច្រើនដែរទៅពេលដែលគាត់ចេញក្រៅម្ដងគាត់តែងតែ in អ្នកដែលជុំវិញខ្លួនទាំងអស់ហើយមនុស្សគាត់ក៏អត់សូវចេះនិយាយរកណាគេមុនដែរតតែគេនិយាយរកគាត់ទៅគាត់និយាយរកគេហើយមនុស្សគាត់ in ច្រើនណាស់នៅពេលដែលគាត់ទៅតែង in ម្ដងបើសិនជាមនុស្សច្រើនណាគាត់សុខចិត្តគាត់ចូលទិញទេគាត់សុខចិត្តគាត់ទៅទិញលេងផ្សេងហើយបើថាក្នុងទូរស័ព្ទគាត់វិញគ្មានរូបសង្សារគ្មានរូបខ្លួនឯងទេចិត្តរូប anime ទាំងអស់ហើយបើថាសាច់រឿងពិតអីគឺគ្មានទេគាត់មើលគ្មានចូលភ្នែកទេតែបើរឿង anime វិញគាត់ចាប់រឿងហ្នឹងហើយគាត់សុខចិត្តគាត់ទៅដើរមើលផ្សេងបើថាអត់រឿងសោះគាត់សុខចិត្តអត់មើលអីផ្សេងទាំងអស់គាត់សុខចិត្តគាត់ចូល TikTok អូ TikTok ថតហើយបើថាសង្សារវិញគឺចប់ហ្មងអត់សូវចេះញ៉ាយគេច្រឡំពេលខ្លះតតែគេញ៉ាយគាត់ទៅគាត់ព្រមមកថាគាត់ទៅញ៉ាយគេអីគឺអត់សមហ្មងគាត់សុខចិត្តគាត់នៅម្នាក់ឯងទៅមនុស្សគាត់អត់សូវចេះមកកច្រើនទេមកកតែជាមួយគាត់ចិត្តស្និទ្ធអីទេតែបើអត់ស្និទ្ធវិញសូម្បីតែម៉ាត់ក៏មិននិយាយមកដែរបើគេមិននិយាយមកគាត់ហើយមនុស្សគាត់ក៏អត់សូវចេះទ្រាំគេដែរតែបើរឿងសង្សារវិញគឺអត់ចេះលួងច្រឡំអត់ចេះលួងនឹងដោយសារតែគាត់ in មកខ្លួនឯងនៅពេលដែលលួងផ្សេង